សត្វក្របីប្រហែលជាអ្នកទាំងអស់គ្នាបានស្គាល់បានដឹងជាច្រើនមកហើយខ្ញុំក៏ទៅតែបានចែករំលែករឿងក្របីអាបាក់ដែលត្រូវបានរន្ទះបាញ់ស្លាប់នៅក្រោមដើមអំពិលឯវាលស្រែហើយត្រូវបានព្រាយគេតាមសុំទិញខ្មោចក្របីអាបាក់នៅក្នុងជំនឿខ្មែរឬនៅក្នុងសង្គមខ្មែរយើងគឺពុំសូវនិយាយច្រើនទេអំពីសត្វមួយប្រភេទនេះដោយភាគច្រើនគេនិយាយអំពីសត្វគោដែលងាយចិញ្ចឹមជាងក្របីត្បិតអីគោអាចរស់នៅបានគ្រប់តំបន់នៃដែនកម្ពុជាណាមួយវាក៏អាចប្រើប្រាស់ច្រើនមុខងារជាងក្របីផងដែរក្របីគេថាស្នែងវែងពិបាកក្នុងការទឹមយកទៅភ្ជួររាស់ដីស្រែមានដើមឈើឬក៏ដើមត្នោតក្របីវាជាប់ស្នែងចុះទៅភ្ជួរឲ្យគៀកមិនបានមួយវិញទៀតនោះក្របីកម្លាំងខ្លាំងគេមិនងាយនឹងធ្វើរទេះឲ្យមាំដើម្បីទប់កម្លាំងក្របីពេលវាបោលមិនឲ្យបាក់រទេះបាននោះទេទៅដូចនេះគេនិយមគោជាងក្របីតែបើជាអ្នកស្រុកដែលមានទឹកគ្រប់គ្រាន់និយាយឲ្យចំគឺនៅស្រុកដែលជាប់បត់បឹងគេភាគច្រើននិយមប្រើក្របីជាងគោវិញត្បិតថាផ្លូវអ្នកស្រុកបឹងមិនជាល្អនោះទេបើភុវិញលិចកង់រទេះបើឲ្យគោអូសនោះច្បាស់ជាទៅមុខមិនរួចឡើយតែបើក្របីវិញសឹងតែមិនចាំបាច់ប្រឹងផងមួយវិញទៀតនិយាយអំពីការបរិភោគសាច់ក្របីគឺពុំសូវនិយមក្នុងការបរិភោគប៉ុន្មាននោះទេផ្ទុយទៅវិញគោគឺត្រូវបានគេបរិភោគជាទូទៅទើបធ្វើឲ្យមនុស្សភាគច្រើនគេបានស្គាល់គោច្រើនជាងស្គាល់ក្របីកុំថាឡើយអ្នកដែលស្រុកឆ្ងាយពីបឹងបើខ្ញុំមានភូមិមិនសូវឆ្ងាយប៉ុន្មានពីបឹងដោយដែលអ្នកទាំងអស់គ្នាដឹងគឺនៅខាងកើតភូមិជាបឹងដ៏ធំចេញអំពីជើងភ្នំបូរីនោះក៏ខ្ញុំនេះពុំដែលបានបរិភោគសាច់ក្របីម្ដងផងនេះបើគុំតែបានទៅលេងនៅឯស្វាយរៀងហើយចុះទៅសាច់ក្របីងៀតត្បិតឃើញគេធ្វើទំនងប្រហែលជាមិនបានស្គាល់សាច់ក្របីនោះទេគិតទៅខ្វះអីគេចិញ្ចឹមក្របីនៅភូមិជាប់គ្នានោះតែបើរឿងសាច់វានោះគឺពុំងាយមានគេធ្វើដើម្បីបរិភោគនោះឡើយនិយាយអំពីក្របីប៉ុណ្ណឹងបានហើយត្បិតឡើយខ្ញុំធ្លាប់បានរៀបរាប់ច្រើនណាស់មកហើយថ្ងៃនេះខ្ញុំនឹងលើកយករឿងមួយទៀតទាក់ទងនឹងក្របីនេះដូចគ្នាគិតទៅអាណិតដែរទូក្របីតែងតែស្លាប់តែមិនអីទេធ្វើម្ដេចអាពេលជំនឿគេកាប់គោកាប់ក្របីនេះជីមិនរួចឡើយដោយចង់បញ្ជាគ្រូកាចដល់ខ្លួនលោកពូម្នាក់ត្រូវយកក្របីកាប់បូជាដល់ព្រាយដែលគេឃ្លានឈាមក្របីនេះហើយចង់ដឹងថាដំណើររឿងយ៉ាងដូចម្ដេចរីករាយសណ្ដាប់ដូចតទៅមេឃងងឹតដាបខ្យល់បក់ក៏ត្រជាក់ចំណែកឯភ្នែកបន្ទោក៏ចាប់ភ្លឺផ្លេតពេញទាំងភូមិមើលទៅថ្ងៃនេះប្រហែលជាមិនបានចេញទៅណាទេបើមេឃភ្លៀងមកឥឡូវហើយពូដាំដែលគាត់កំពុងតែលួញដីធ្វើជាក្របជំពាមនោះក៏ចេះតែពោលរអ៊ូម្នាក់ឯងថាភ្លៀងមួយថ្ងៃមិនឈប់សោះបើមិនមានថ្ងៃតើឲ្យក្របលួញរបស់គាត់នេះរឹងដោយរបៀបណាទៅពូដាំគាត់ធ្វើក្របលួញនេះគឺដើម្បីទៅបរបាញ់សត្វនាពេលយប់ពូដាំខុសពីគេគ្រប់គ្នាគេទៅនេសាទត្រីចំណែកឯពូដាំគឺគាត់ដើរបាញ់ចាប់បាញ់លលកត្បិតថាគេរកត្រីគ្រប់គ្នារកបានច្រើនមិនដឹងទៅលក់នៅឯណាចំណែកឯគាត់នេះទឹកដៃបាញ់ជំពាមត្រង់ពីកំណើតអញ្ចឹងក៏ចេះតែដើរបាញ់ទៅបាញ់បានលក់ក៏បានថ្លៃជាងត្រីហើយវាក៏ងាយស្រួលលក់ផងដែរប្រពន្ធរបស់ពូដាំក៏បានពោលមកថាបើអត់ថ្ងៃអញ្ចឹងឯងមិនដុតភ្លើងទៅពូដាំនោះក៏តបវិញថាដុតភ្លើងវាចេះតែបានហើយតែវាមិនរឹងដូចហាលថ្ងៃទេព
ពូដាមនិងកូនប្រុសដែលមានវ័យទៅតែ7-8ឆ្នាំក៏ចេះតែនាំគ្នាលួញក្របឃ្លីចេញអំពីដីឥដ្ឋដែលគាត់បានជីកយកមកពីស្រះទឹកដីនោះក្រហមល្អណាស់ឲ្យតែមានថ្ងៃហាលល្អច្បាស់ជារឹងបាញ់ចាបបាញ់លលកឲ្យតែត្រូវដឹងតែធ្លាក់ហើយលុះតែមិនបានប្រមាណផងភ្លៀងក៏ចាប់ធ្លាក់មកយ៉ាងសន្ធាប់ដោយគេចាក់ទឹកអញ្ចឹងមេឃនេះកាចណាស់ដែរផ្គរលាន់ម្ដងលឺឡើងរង្គើផ្ទះអស់ទៅហើយពូដាំចេះតែមើលទៅក្របលុញដែលហាលរួចឃើញថាហ្វល់មិនច្រើនប៉ុន្មានទេគាត់នេះស្ដាញ់ណាស់ត្បិតថាបើភ្លៀងខ្លាំងបែបនេះច្បាស់ជាជួបសត្វច្រើនហើយវាដេកមិនហ្វូតនៅចុងពេកទេដែលងាយស្រួលក្នុងការបរបាញ់ជាខ្លាំងមេឃក៏ចេះតែបន្តធ្លាក់មកអស់ពេលដូចជាច្រើនម៉ោងដែរទៅហើយទឹកភ្លៀងដក់នៅខាងមុខផ្ទះនោះវឹងតែលិចស្មៅទៅហើយផងដែរដោយវាមិនដឹងថាត្រូវហូរទៅទីណាទៀតនោះទេសំលេងក្មេងៗស្រែកហៅគ្នាឲ្យមកចាប់ត្រីឡើងនៅតាមផ្លូវខាងមុខឮលាន់មកមិនដាច់ស្ដាប់ទៅហាក់សប្បាយណាស់ទម្រាំតែភ្លៀងរាំងដាច់ដំណក់ទឹកក៏ឃើញថាមេឃចាប់ងងឹតបន្តិចទៅហើយក្នុងភូមិឋានបើក្រៅតែពីដីនៅក្រោមផ្ទះដូចជាគ្មានឃើញកន្លែងណាដែលថាមិនលិចទឹកហ្វោះនោះឡើយមើលកូនត្រីវាជ្រើមសឹងតែដល់សំយ៉ាប់ទៅហើយពូដាំនិងប្រពន្ធកូនក៏បានបើកភ្លើងបំភ្លឺផ្ទះរួចក៏បានពិសាបាយនៅលើគ្រែដែលមើលទៅសើមរកក្រណាត់ជូតឲ្យស្ងួតស្រួលមិនបានលុះតែពូដាំបានបាយរួចហើយគាត់ក៏បានទៅរៀបចំជំពាមកៅស៊ូនិងភ្លើងពិលរបស់គាត់គេទៅរកត្រីគេមានគ្នាជីងទៅរកពូដាំទៅបាញ់សត្វគឺទៅមានតែម្នាក់ឯងត្បិតឡើយមិនសូវមានអ្នកជំនាញបាញ់ត្រង់បើគេធ្លាប់ទៅជាមួយពូដាំមួយយប់បានចាប់ពី3អីចិញ្ចឹមកូនប្រពន្ធយ៉ាងម៉េចនឹងរស់ទៅបើពូដាំជំនាញបាញ់សឹងតែមិនដែលខុសផងឲ្យតែបញ្ចាំងឃើញសត្វដឹងតែធ្លាក់ហើយលុះតែរៀបចំរួចហើយគាត់ក៏បានដើរសំដៅទៅវាលខាងកើតភូមិគេអ្នកដាក់ត្រីគេដើរសំដៅទៅរកទឹកតែពូដាំអ្នកបាញ់សត្វដើរសំដៅទៅរកទីដែលមានដើមឈើហើយភាគច្រើននោះគឺនៅតាមទីទួលឆ្ងាយពីផ្ទះអ្នកភូមិស្រុកមិនហ៊ានទៅបាញ់ខាងក្រោយផ្ទះអ្នកភូមិទេត្បិតខ្លាចផ្អើលឆ្កែគេដេញខាំពិបាកនឹងរត់ភ្លៀងខ្លាំងដូចនេះកុំថាឡើយតែសត្វស្លាបបើសំបីតែសត្វពុះនោះក៏ឡើងដើមឈើដើម្បីដេកដែរឃើញច្រើនណាស់ដើមណាក៏មានពុះដែរហើយវាចង្រៃណាស់ក៏ព្រោះថាឲ្យតែវាឡើងដេកដើមណាដើមនោះគឺមិនមានចាប់ឬក៏លលកឬក៏សត្វស្លាបណាគេហ៊ានដេកជាមួយវាទេពូដាំខំដើរទៅតាមដើមឈើនៅទីទួលដើរអស់ច្រើនកន្លែងដែរទៅហើយខំរំពឹងថាមានភ្លៀងនិងមានសត្វច្រើនផ្ទុយទៅវិញភ្លៀងខ្លាំងពេកលិចអស់ជំរក់ពុះហើយវាឡើងទៅដេកនៅលើដើមឈើធ្វើឲ្យចាប់មិនហ៊ានដេកនៅជាមួយយូរម្ដងពូដាំបានឃើញសត្វចាប់មួយបើអត់ហើចេះតែបាញ់ផ្សំគ្នាទៅថ្ងៃនេះសង្ស័យតែគ្មានបានលក់ដូរស្អីទេរកតែឲ្យបានហូបនៅថ្ងៃស្អែកចាត់ទុកថាជាសំណាងពេកផងមើលទៅមើលទៅមិនកើតជាការអ្វីទេដើមមួយប្រលប់ធំហើយឃើញបានតែលលក2-3ក្បាលចាប់ពី3ក្បាលប៉ុណ្ណោះកុំនៅនាំតែអត់ងងុយរួចពូដាំក៏បានដើរត្រឡប់មកភូមិវិញខណៈពេលដែលពូដាំកំពុងតែដើរត្រឡប់មកវិញនោះក៏ស្រាប់តែខ្យល់បក់មកយ៉ាងចម្លែកពន្លឺភ្លើងមួយភ្លឺភ្លឹបភ្លែតកំពុងតែហោះនៅលើផ្ទៃមេឃចេញអំពីព្រៃខាងត្បូងសំដៅទៅមាត់បឹងខាងកើតពូដាំក៏ចេះតែបញ្ចាំងពិលទៅមើលតែមិនបានឃើញអ្វីទេឃើញត្រឹមតែពន្លឺនោះភ្លឺភ្លឹបភ្លែតប៉ុណ្ណោះបើតាមដឹងភ្លើងបែបនេះគេហៅថាភ្លើងព្រាយកុំខ្វល់ឡើយព្រាយអីក៏ព្រាយទៅសម័យនេះហើយនរណាទៅខ្លាចខ្មោចព្រាយបិសាចអីទៀតនោះរួចគាត់ក៏បានដើរមកផ្ទះហើយក៏ចូលទៅសម្រាកនារាត្រីនោះទៅយប់ស្ងាត់ឮតែសំឡេងចង្រិតយំ
บดทาตึกเล็กออรุนเล็กออฟอมบกเฮยเวียเจแต่คอมตองตามระบองขังมุกเตี้ยโฟเดเวียยุมนูกู้อ้อยอนัดนะมันดังทาไงนาตึกเฟราะเตอบ้านทวฟอมบกทำไมฟอมเลนพัวร้อนก็ลือกรึมมันได้ตบดทาไม่คายบัวฟ้าวิจองโรคเพลียงฟังแต่กรุบเพลยุบโปรลุกเจอก็เจ็บแต่บรรทอดมนาเตอบัดตูจีดดมปปวกมาอุปชียมบังบัดลูกตายปนมันมองกรอยม้วงฟอมเลนมอนก็จับดวงเงียวบนลือม้วงจิงอมปีตรงขังกรอยเตี้ยมันดังทาตึกเวฟรอกคลาหายเรือนเนื้อเบอร์มันตอนฟรอกเตะจะมาจิมมอนขมิ้นก่อนแรงจกเลยลูกตายบันติกร้อยก็บานเคยเมฆเจ้าปนลือหมกจบักเคยออกดมบลเตียคลุ้นให้ปูน้ำก็บานกรอกหมวกกันจอบตกกับบังโหตึกโจ๊กตีเดือดเตียมบัดทามุยยุบตึกก็บานฟรอกออกกูฟอมได้ตัวหายลูกตายบังโหตึกเตียรุ่ยหายปูน้ำก็บรรทอลีจอบระบอกคลุ้นตัวเมื่อตึกไฟใครท่าอาจเมียนคนลายบังโหดจ๊อกบามันโดยนิเตะรลุยฟันตุงออกมันคานเตอรุมเปิงบังโหดตึกโจไอเบิกกรอนแต่พลือไฟฟังแต่ตรมจงกงโตหายนกขนมไฟเก็บบ้านเคยแต่จงสมนับลำใต้บันติปันนกใต้เวียก็มันไอได้ก้มอ้อยแต่หลิกพอดลูกแต่ไงบันติกอดก็บ้านดาวตลอดหมกวิ่งเนื้อตามเพลย์โจพุ่มปูดำก็บ้านเคยปูดอนปูแดนปูเพียก้มปุงใต้องคุยในยีคเนียโนตกฟรามวยชอบนังเพลย์เคยทาตุ่มนองโดยนี้ปูดำก็บ้านโจเตอร์ในยีเลงจิมวยนังเนียกอดจูนไอเป้กอดดาวโจเตอร์ก็บ้านลือเกในยีอมปีเพลิงเปรียได้ฮอจิงปีเปรย์กังตะโบงสมดาวตัวตูลคิวชอบนังหมดบังตูลคิวจิตตูลมุยได้นจอมหมดบังมันช่างปนมานปีเปรย์ขังตะบงพุ่มตัวนี้คือปุ่มเซอร์เมียนเนลางตัวเลยตบัดนกันดาตูลเมียนดามโปมวยดาวได้เกจือท้าเมียนขโมยเปรย์บีไฟขนาดเนอตัวนี้ฮักออนได้ตึกอันจังเปิดไข่ปรังเมื่อเตอมันตุ่มนวงจิกปูฟอกแต่เปิดไข่เวอฟ้าตึกลางเหล็กออกพุ่มพองแต่ตูลคิวนี้เนาตายมันตอนเหล็กเตี้ยนิยายปีตูลคิวนี้คือทลบเมียนเรื่องเจจรานบันการหลังเนื้อคลาเกจื้อเนื้อคลาเกฟ้าตบัดเกทเวอร์ไฟกับใบหนังตัวนุมันดาเจกาดไอพองปูดำลือเกนิยายโดยนี้ก่อนกับปูธายุคมันนี้ขยมก็บานเคยได้แต่มันดังท้าวิจอเต้าตีนาเตให้จอเมนนนะทลบเคยเวียหรือก่ออดขยมบัญจังเปิลเมื่อเต่าได้แต่เมื่อเอาไว้มันเคยฟอกเคยแต่เพลิงพลือเพลิดปูดอนกับปูแท้ยีบองดำเฮียนบัญจังเปิลเมื่อเกตีดขยมนี้กรอนแต่เคยเพลิงหอโมก็ตกบังไกจอมันเฮียนตัวเบิลพองปูดำก็ฟ้าให้ก็ตอบแท้เต่าคลายเอ้สมัยนี้หายบองนี้กั้นจุ่มเปียมจอบหนังใดพองถ้าเอาแต่บานเคยดังแต่เทะหายดอนไอดังหายถ้าตึกใดบองบันจุ่มเปียมฉบับปนนาปูแดนกับปูบองดำคลังบานแต่อันจังบองไอเฮียนล่างตูลคิวบัญชาบรือกอดปูดำก็ตอบยีบองตัวคลายไอกรอนแต่บองมันเฟอบ้านตัวหนังหรือถ้าตัวหนังฟอมโบปุ๊บมันเฟอเมียนจับบันเตปูเพียบก็ตอบท่าเตยุกมิงยมรีบังไกไปนุเคยเมียนกบอย่างวงพ้องจอกตัวเด็กโนเลือตัวหนังเพราะให้หมกปีดำไอ้บันเคลียบเอาหมกเด็กเลือตัวคิวออกมันดังปูดำก็ตอบท่าอันจังเตบ้านยุกมิงรกจับบันมันเคยมันไอเตยุกหนังเต้าไอดอตัวคิวมาดองปูดอนก็โปลขยมท่ากลมเต้าไอหล่อเชียงบ้องขยมทลบลือตะพนเย่ท่าตีตัวนังคือคลังเมนาบ้องดามโปนังมุ้ยมันดังเนาปนมาเนเตตาพนเนเลงอากมพ้องเนาแต่โจตัวคิวหนึ่งมันจ๊อกโตรกไอนาบ้านโตรกโจบ้องใต้รมลงตัวคิวหนึ่งมุ้ยจ๊อกปูดำก็ตอบท่าบองลางตบบันแต่ฟาเตตา
មានទៅធ្វើអីគេជឿបងទៅតែយើងមិនធ្វើអីគេក៏គេមិនធ្វើអីយើងដែរដនក៏តបខ្ញុំហ្វឺបងឯងដើរបាញ់ឡើងទួលគ្រប់សពមិនចេះខ្លាចខ្ញុំនេះដាក់បង្កាយទៅតាមផ្លូវក៏ខ្លាចឲ្យតែមានឃើញភ្លើងហោះមកបែបនេះដឹងតែដាក់មេប្រូចមកផ្ទះវិញហើយពូដាំក៏តបថាបងដើរបាញ់ឡើងស្អែតហើយទៅខ្លាចអីណែបើបងខ្លាចតើប្រពន្ធកូនបងបានអីឆីបើបងនេះចេះតែបបាញ់មួយមុខនឹងឲ្យបងទៅរកត្រីបងរកមិនបានឆីទេគ្រប់គ្នាក៏ហ្វាចហើយពោលថាចឹងម្នាក់ម្យ៉ាងទេបើខ្ញុំឲ្យទៅកាន់ជំពាមទៅបាញ់សត្វដូចបងមួយយប់មិនដឹងថាបានចាក់មួយឬក៏អត់ផងក្រុមអ្នករកត្រីបានជួបអ្នកបាញ់ជំពាមគឺថាសំបូររឿងនិយាយមិនចេះអស់ឡើយពួកគាត់និយាយគ្នាតាំងតែពីព្រឹករហូតដល់ថ្ងៃបាយទើបបានឃើញកូនរបស់ខ្លួនរត់មកហៅឲ្យទៅហូបបាយពូដាំក៏ដូចគ្នាប្រពន្ធរបស់គាត់បានប្រើកូនឲ្យមកហៅបើមិនដូចនេះទេមិនព្រមចេញពីវងឡើយមានអីនិយាយបណ្ដើសាកស្រាឆ្នាំថ្មីបណ្ដើឃើញថាម្នាក់ដើរលេងចង់ត្រង់ផ្លូវទៅហើយពូដាំលុះតែមកដល់ផ្ទះក៏ត្រូវបានប្រពន្ធច្រៀងយ៉ាងពីរោះឲ្យស្ដាប់មុននឹងចាប់ហូបបាយពូដាំដឹងខ្លួនខុសមែនប្រពន្ធថាឲ្យក៏ស្ងាត់ជ្រាបមិនហ៊ាននឹងតបតលុះតែបាយហើយក៏ថយមកសម្រាកនៅលើអង្រឹងក្រោមផ្ទះមេឃនេះមិនស្រួលសោះសង្ស័យតែបន្តិចទៀតភ្លៀងមិនខានឡើយលុះតែមេឃចាប់ស្រទុំអ្នកមីងដែលជាប្រពន្ធក៏បានប្រើកូនខ្លួនឲ្យទៅប្រមូលគ្រាប់លុញយកមកទុកមានអីឃើញមានខ្លះស្ងួតល្មមយកទៅបាញ់កើតទៅហើយឃើញមានម៉ាល្មមតែពូដាំចេញទៅបាញ់នាយប់នេះបានគ្រាប់បាញ់កាលពីយប់ក៏បានឃើញថាសល់ច្រើនល្មមដែរលុះតែដល់ល្ងាចមេឃក៏រាំងភ្លៀងដាច់ដំណក់ល្មមថ្ងៃនេះមិនមានភ្លៀងខ្លាំងពេកទេវារលឹមបន្តិចតែប៉ុណ្ណោះសង្ឃឹមថានៅតាមដើមឈើនោះមិនសម្បូរពុះដោយកាលពីយប់ម្សិលពូដាំចាប់រៀបចំភ្លើងពិលក៏ដូចជាក្របចំពាមរបស់ខ្លួនថ្ងៃនេះគាត់គិតរួចហើយបើទោះជាមានពុះឡើងដើមឈើច្រើនក៏ខ្លួននឹងទៅឲ្យដល់ទួលខៀវដែរត្បិតឮគេថាមានកុកក្រសាដេកទាំងវងផងលុះតែប្រលប់បន្តិចពូដាំក៏បានជីងភ្លើងទៅរកដូចសពមួយដងថ្ងៃនេះរៀងក្រាលជាងពីម្សិលនៅតាមដើមឈើមិនសូវឃើញមានពុះនោះទេផ្ទុយទៅវិញមានសត្វមកដេកមានចាបមានលលកមានហ្វារីកាកែវដែលពូដាំបាញ់បានមកល្មមគូសំតែយ៉ាងណាថ្ងៃនេះពូដាំគុំថានឹងទៅទួលខៀវត្បិតចង់បានកុកបន្ថែមវាលុបានថ្លៃជាងលលកថ្លៃជាងចាបពូដាំដើរបណ្ដើសំដៅទៅទួលខៀវបណ្ដើដោយមិនមានការខ្លាចសំបីតែបន្តិចលុះតែមកជិតដល់ក៏បញ្ចាំងពិលមើលពីចម្ងាយទៅឃើញថាដើមឈើទីនោះគឺពិតជាទំនងមានកុកដេកមែនត្បិតតែដើមឈើដុះច្រើននិងស្ងប់ស្ងាត់មិនសូវមានមនុស្សមកហើយឃើញថាវាជាប់មាត់បឹងផងពូដាំចាបបាញ់បានច្រើនតែគាត់ចង់បានកុកខ្លះឲ្យប្លែកដូចនេះមិនគិតយូរក៏ចាប់ឡើងទទួលខៀវតែម្ដងដំបូងគាត់មិនទៅជ្រៅពេកទេពលគឺបញ្ចាំងមើលត្រឹមតែជួររបងខាងក្រៅតែមានអីទួលនេះមានកុកដូចគេថាមែនគ្រាន់តែវានៅមាត់បឹងបែបនេះសត្វវារៀងផ្អើលបន្តិចគ្រាន់តែក្រវះពិលប៉ះវាក៏ចាប់ហើយចូលទៅក្នុងពូដាំក៏បានដើរទៅតាមត្បិតសត្វឃើញនឹងភ្នែកហើយឲ្យវារួចយ៉ាងម៉េចនឹងកើតពូដាំដើរចុះដើរឡើងក៏បានមកដល់ត្រឹមដើមពោនៅកណ្ដាលទួលខៀវនៅទីនេះដើមដុះជុំចិត្តមើលទៅខាងក្រៅមិនឃើញទេពូដាំគ្រាន់តែឃើញដើមពោដ៏ហ្វែនធំនេះគាត់ក៏ចាប់ព្រឺសម្បុរខ្ញាតែចេះគិតទៅក្នុងចិត្តថាជើងមិនធ្វើអីគេក៏គេមិនធ្វើអីយើងដែរយើងមកនេះបាញ់តែសត្វទេតើពូដាំក៏ខំបញ្ចាំងរកមើលកុកដែលហើរចូលមកទីនេះរួចក៏បានឃើញពិតមែនគាត់ក៏បានដកជំពាមហើយបាញ់មួយទំហឹងកុកនោះក៏បានធ្លាក់ចុះមកដីពូដាំត្រេកអរខ្លាំងណាស់
ហើយក៏បានដើរទៅបំរុងតែរើសកុកនោះខណៈគាត់កំពុងតែអោនរើសកុកនោះក៏ស្រាប់តែពន្លឺដ៏ភ្លឺហ្វិញចាច់បានភ្លឺមកគ្របពីខាងលើគាត់ភ្លើងនោះគឺភ្លឺណាស់ភ្លឺជាងពើរបស់គាត់ផងពូដាំក៏ងាកមើលមកព្រះអើយឃើញនោះជាព្រាយហ្វក់វែងអនឡាយគ្របមើលលើខ្លួនរបស់គាត់មុខអាក្រក់ជាខ្លាំងភ្នែកលៀនសំឡឹងមុខមើលគាត់អណ្ដាតនោះវែងអនឡាយលៀនមកដែលធ្វើឲ្យពូដាំភ័យស្រែកមួយទំហឹងឮចេញអំពីទូលខៀវនោះលោកពូដាក់បង្កាយក្បែរនោះបានឮហើយក៏បានចេញមកមើលនៅឯទូលជើងខៀវលុះតែបន្តិចក្រោយមកក៏បានឃើញពូដាំដើរចេញមកវិញទាំងគ្មានទេភ្លើងពិលមិនដឹងថាគាត់ជ្រុះនៅទីណាទេពូដាំដើរត្រង់ភ្លឹងត្រឡប់ទៅផ្ទះទាំងគ្មានភ្លើងបំភ្លឺផ្លូវពូដនឃើញដូចនេះក៏ស្រែកហ្វូថាបងដាំឯណាភ្លើងពិលរបស់បងមិនបានដើរទាំងងងឹតអញ្ចឹងពូដាំមិនតបទេហើយគាត់ដើរទាំងកាត់សន្ទួងគេផងដើរត្រង់សំដៅទៅភូមិពូដនក៏ពោលថាយីមិនស្រួលទេគ្នាយើងបងដាំខ្មោចចូលទេដឹងរួចពួកគាត់ក៏បានដើរទៅតាមក្រោយពូដាំក្រោយតែពូដាំបានដឹងថាមានគេដើរតាមគាត់ក៏ឈប់ហើយចាប់ចង្អុលមុខគេរួចក៏ពោលថាកុំដើរតាមអញប្រយ័ត្នអញចាប់ច្របាច់កងាប់ពូដនពូដែនក៏បាននាំគ្នាថយទៅក្រោយហើយពូដាំក៏ចេះតែដើរទៅកាត់ទឹកកាត់ស្រែមិនគិតហើយលោកពូក៏ចេះតែតាមពីក្រោយដោយមិនហ៊ានឲ្យពូដាំមកម្នាក់ឯងបែបនេះឡើយលុះតែមកដល់ផ្ទះហើយក៏ស្រាប់តែបានឮប្រពន្ធកូនពូដាំចាប់ស្រែកយំទ្រហឹងពេញទាំងផ្ទះហើយស្រែកហៅគេឯងឲ្យមកជួយត្បិតថាពូដាំមូលដៃមូលជើងកាច់កប្រកាច់យ៉ាងចម្លែកពូដនពូដែនផ្ទុះចូលទៅចាប់ខាត់មិនឲ្យពូដាំកាច់ដៃកាច់ជើងខ្លួនបានទៀតនោះទេហើយគាត់ស្រែកប្រាប់ទៅប្រពន្ធពូដាំថាឆាប់ទៅហៅតាផុនមកបងដាំត្រូវខ្មោចព្រាយចូលហើយគាត់ឡើងទៅបាញ់ចាប់នៅលើទូលខៀវអ្នកមីងដែលជាប្រពន្ធនោះក៏រត់ចុះពីផ្ទះយ៉ាងលឿនសំដៅទៅផ្ទះតាផុនលុះតែបន្តិចក្រោយមកក៏បានឃើញតាផុនមកដល់តាផុនក៏បានហ្វូទៅពូដាំថាអាដាមខាងណាគេធ្វើបាបហើយណាគេនោះក៏ឈប់ប្រកាច់ហើយមើលមកតាផុនតែគេមិនតបទេបានត្រឹមតែសើចតាផុនក៏ហ្វូទៀតថាឯងមកពីខាងណាបានជាចូលខ្លួនគេអញ្ចឹងគេនោះមិនតបទេហើយស្ដោះទឹកមាត់ដាក់តាផុនវិញផងតាផុនក៏ពោលថាណែតែមិនប្រាប់អញលេងធัวក្តៅគេក៏ពោលថាហ៊ានអញកាច់បំបាក់កវាតាផុនក៏ពោលចុះអ្នកឯងមកពីខាងណាហើយចង់បានអីគេនោះក៏តបធ្វើឲ្យអញមានអារម្មណ៍ល្អមកបានអញប្រាប់បើមិនអញ្ចឹងទេយប់បន្តិចអញយកវាទៅជំនួសកុកអញហើយតាផុនក៏តបថាចាំបន្តិចគេរៀបភ្លេងឲ្យតាផុនក៏ឲ្យគេទៅហៅក្រុមភ្លេងដើម្បីមកលេងលួងចិត្តគេព្រោះគេគំរាមហើយថានឹងកាច់យកពូដាំនេះបើមិនធ្វើឲ្យគេសប្បាយចិត្តលុះតែក្រុមភ្លេងមកដល់ក៏ចាប់ប្រគំបទភ្លេងអារក្សដែលធ្វើឲ្យពូដាំចាប់រាំនៅនឹងមុខគេឯងតែម្ដងបទភ្លេងអារក្សលេងជាច្រើនបទជាប់គ្នាពូដាំនៅតែបន្តរាំដោយស្រែកផងថាសប្បាយណាស់លុះតែហត់ហើយទៅគាត់អង្គុយចុះមកវិញភ្លេងក៏ឈប់ហើយតាផុនក៏ពោលថាអ្នកអើយអ្នកឯងបានសប្បាយចិត្តហើយឥឡូវប្រាប់កូនចៅមកថាមកពីណាហើយអាដាមនេះវាធ្វើអីខុសបានធ្វើបាបវាអញ្ចឹងមើលវិចមុខវិចមាត់គ្នាអស់ហើយភ្លាមនោះគេក៏ពោលថាអញមកពីដើមពោទួលខៀវអានេះវាហ៊ានណាស់វាទៅបាញ់សម្លាប់កុករបស់អញយកវាទៅជំនួសបរិវារអញហើយតាផុនក៏តបយីដល់ថ្នាក់នឹងផងឥឡូវកុំខឹងកូនចៅអីមើលយាយព្រាយឯងចង់បានអីកូនចៅគេរៀបចំជូនគេនោះក៏ពោលថាអញចង់បានវាអញយកវាទៅបំរើអញហើយតាផុនក៏តបកុំអីយាយព្រាយអើយយាយឯងនៅនឹងរាប់ឆ្នាំហើយខ្ញុំនេះក៏មិនទៅប៉ះពាល់ផង
ឯលោកកូនចៅខុសម្ដងកុំប្រកាន់គ្នាអីមើលអាដាមនេះមានកូនមានប្រពន្ធត្រូវចិញ្ចឹមទៀតថាមើលយាយឯងចង់បានអីចាំគេរៀបចំឲ្យយាយព្រាយនោះក៏ពោលថាអញកុំតែអាណិតទេឥឡូវអញចង់ផឹកឈាមក្របីកាប់ក្របីឲ្យអញមកតាផុនក៏តបថាយីចង់ផឹកឈាមក្របីយប់ហើយគេទៅរកឯណាបានបើមន់ទីអីទៅគេចេះតែចាប់បានភ្លាមនោះយាយព្រាយក៏ពោលទាំងខឹងថាចុះវាបាញ់បរិវារអញទាំងយប់អញមិនថាបើមិនបានអញកាច់កវាហើយតាផុនក៏ចេះតែសម្រួលថាកុំអីយាយព្រាយអើយចាំមើលខ្ញុំឲ្យគេទៅរកក្របីសិនយាយព្រាយនោះក៏ស្រែកមកថាក្របីឡើងកបានអញផឹកឈាមកុំយកក្របីមេឲ្យអញឆ្អាបខ្លាំងណាស់តាផុនក៏ពោលក្របីឡើងកទៀតមើលកូនចៅទៅរកក្របីមើលឆាប់ឡើងយាយព្រាយគេឃ្លានណាស់លុះតែទៅបានមួយសន្ទុះយាយព្រាយនោះចាំមិនឃើញក៏ស្រែកថាអញកាច់កវាហើយតាផុនក៏ស្រែកថាកុំតន់យាយចាំបន្តិចសិនកូនចៅគេទៅរកហើយមិនងាយឯណាទៅរកបាននោះទេចាំបន្តិចសិនទៅលុះតែបន្តិចក្រោយមកក៏បានឮគេដឹកក្របីមកហើយតាផុនក៏បានអញ្ជើញយាយព្រាយនោះឲ្យទៅមើលគេក៏ញញឹមហើយពោលថាក្របីនេះធំក្លិនឈ្ងុយតែម្ដងអញយកអាមួយនឹងហើយតាផុនមិនធ្លាប់កាប់ក្របីហ្វានព្រាយបែបនេះឡើយហើយគាត់ក៏ហ្វូថាយាយចង់ពិសាយ៉ាងដូចម្ដេចទៅយាយព្រាយនោះក៏ពោលថាកាប់វាទៅកាប់ឲ្យវាដាច់កជាពីរកាប់ភ្លាមទៅកាប់ទៅអញឃ្លានណាស់រកអ្នកកាប់មិនឃើញសោះពូដននោះក៏ដាច់ចិត្តទាញកំបិតផ្គាក់ចូលទៅកាប់ក្របីដែលកំពុងតែឈួរមើលគេឯងនោះដាច់ក្បាលធ្លាក់ចុះដល់ដីហើយឈាមបានបាញ់សាយប្រឡាក់អ្នកដែលនៅទីនោះទាំងអស់ក្របីដាច់ក្បាលប្រកាច់ពេញដីចំណែកឯយាយព្រាយដែលនៅក្នុងខ្លួនពូដាំក៏បានរត់ទៅហាមាត់ត្រង់យកឈាមដែលបាញ់ចេញពីខ្លួនក្របីឈាមក្របីចូលពេញមាត់ហើយគាត់ក៏ចាប់លេបក្អឹកចូលទៅមើលមុខគាត់នោះប្រឡាក់សុទ្ធតែឈាមគូឲ្យខ្លាចជាខ្លាំងការកាប់ក្របីហ្វែនព្រេងនេះគឺពិតជារន្ធត់ណាស់នេះអ្នកភូមិក៏បានឃើញជាលើកទី1ផងដែរលុះតែយាយព្រាយផឹកឈាមអស់ចិត្តហើយក៏បានដើរមកវិញមុខនោះមើលលេងយល់ទៅហើយប្រឡាក់សុទ្ធតែឈាមហើយគេពោលថាឈប់នាំគ្នាទៅកន្លែងអញទៀតម្ដងនេះអញផឹកឈាមក្របីលើកក្រោយអញលេងឃ្លានហើយតាផុនក៏តបថាកូនចៅចាំហើយបន្ទាប់មកយាយព្រាយក៏បានហោះទៅលើបញ្ជីងភ្លើងភ្លឹបភ្លែតរួចក៏បានហើរទៅបាត់គណៈពូដាំក៏បានដួលសន្លប់ទៅលើថ្លុកឈាមក្របីអ្នកគ្រប់គ្នាក៏បានទៅគ្រាគាត់លុបលាងសម្អាតឈាមចេញរួចក៏យកទៅដាក់នៅលើគ្រែនៅខាងក្រោមផ្ទះអ្នកខ្លះមិនហ៊ានទៅណាទេនៅយាមពូដាំរហូតគាត់ភ្ញាក់ដឹងខ្លួនមកវិញពូដាំថាគាត់បានដឹងខ្លួនត្រឹមឃើញព្រាយនៅលើទួលខៀវហើយក៏លែងដឹងអ្វីទាំងអស់ហើយចាប់ពីថ្ងៃនោះទៅពូដាំលែងហ៊ានចេញទៅរកសត្វពេលយប់ទៀតហើយគ្មាននរណាម្នាក់ឡើយហ៊ានទៅក្បែរទួលខៀវបើសំបីតែម្ចាស់ស្រែក៏ទុកចោលដែរហើយរឿងនេះខ្ញុំសូមបញ្ចប់ត្រឹមនេះសង្ឃឹមថាបានជួបអ្នកទាំងអស់គ្នានៅវីដេអូបន្តទៀត